Hello everybody, welcome back to our English grammar course, and today's lesson is about lesson 9 Future Continuous សូមស្វាគមន៍បងប្អូនសិស្សានុសិស្សទាំងអស់គ្នាដែលនៅក្នុង group English grammar course ហើយមេរៀនយើងសម្រាប់ថ្ងៃនេះគឺ lesson 9 Future Continuous មានន័យថាអនាគតកាលកំពុងបន្ត Okay, so let's go to the definition និយមន័យWe use future continuous to talk about a future event that will be in progress in a specific time in the future មានន័យថាយើងប្រើប្រាស់ future continuous ដើម្បីនិយាយអំពីសកម្មភាពឬក៏ព្រឹត្តិការណ៍មួយដែលនៅក្នុងពេលអនាគតដែលវានឹងកើតឡើងដែលវាកំពុងតែកើតឡើងនៅគណៈពេលមួយជាក់លាក់នៅក្នុងអនាគតកាលអូខេដល់ទៀតគឺយើងប្រើប្រាស់អនាគតកាលបន្តដើម្បីនិយាយអំពីសកម្មភាពនៅក្នុងដើម្បីបង្ហាញអំពីព្រឹត្តិការណ៍នៅក្នុងពេលអនាគតដែលកំពុងតែដំណើរការហើយជាមួយនឹងពេលវេលាជាក់លាក់នៅក្នុងអនាគតកាលអូខេ affirmative ទម្រង់ស្រប subject plus will or shall be plus verb ing and object for example I will be lying on the beach at this time tomorrow ខ្ញុំនឹងមានន័យថាយើងដេកឯថ្ងៃណា lying on the beach មាននឹងដេកហាថ្ងៃនៅលើឆ្នេរសមុទ្រអូខេនៅពេលនេះនៅថ្ងៃស្អែក We will be celebrating his birthday at 7 o'clock this evening ពួកយើងនឹងប្រពធ្វើពិធីខួបកំណើតរបស់គាត់នៅម៉ោង7ល្ងាចនេះ She will be giving a presentation at 4 o'clock this afternoon នាងនឹងធ្វើបទបង្ហាញនៅម៉ោង4រសៀលនេះ This time next week I will be taking my exam នៅពេលនេះនៅម៉ោងនេះហើយសប្តាហ៍ក្រោយគឺខ្ញុំនឹងត្រូវប្រឡង This time tomorrow he will be waiting at the doctor's office នៅថ្ងៃស្អែកម៉ោងនេះគាត់នឹងកំពុងតែចាំនៅឯកំពុងរងចាំនៅឯ office របស់លោក doctor Okay we move to negative form subject plus will shall not be plus verb ing and object examples I will not be lying on the beach at this time tomorrow ខ្ញុំនឹងមិនកំពុងតែគេងនៅលើឆ្នេរនោះទេនៅពេលនេះថ្ងៃស្អែក He will not be celebrating his birthday at 7 o'clock this evening ពួកយើងនឹងមិនធ្វើខួបកំណើតពួកយើងនឹងមិនកំពុងតែធ្វើខួបកំណើតរបស់គាត់ទេនៅម៉ោង7ល្ងាចនេះអូខេគឺដោយសារតែសកម្មភាពហ្នឹងគឺវាយើងហៅថា in progress សកម្មភាពហ្នឹងកំពុងតែដំណើរការចឹងយើងបកប្រែថាកំពុងតែអញ្ចឹងទៅ She will not be giving a presentation at 4 o'clock in this afternoon នាងនឹងមិនកំពុងតែធ្វើបទបង្ហាញទេនៅម៉ោង4រសៀលនេះ This time next week I will not be taking my exam នៅម៉ោងនេះសប្តាហ៍ក្រោយខ្ញុំនឹងមិនកំពុងតែប្រឡងទេ This time tomorrow he will not be waiting at the doctor's office នៅពេលនេះថ្ងៃស្អែកគាត់នឹងមិនកំពុងតែរងចាំនៅក្នុងការិយាល័យរបស់លោក doctor នោះទេ Note will not contracted to won't អូខេដដែលទេកន្លែងនេះទម្រង់កាត់របស់ will not គឺយើងអាចទៅសេកាត់ទៅជា won't អូខេ interrogative form will or shall plus subject plus be plus verb ing and object then question mark for example will you be lying on the beach at this time tomorrow តើអ្នកនឹងកំពុងតែគេងនៅលើឆ្នេរសមុទ្រមែនទេនៅពេលនេះថ្ងៃស្អែកថានៅម៉ោងនេះថ្ងៃស្អែកអូខេwill we
be celebrating his birthday at 7 o'clock this evening តើពួកយើងនឹងកំពុងតែធ្វើប្រារព្ធពិធីខួបកំណើតរបស់គាត់មែនទេនៅម៉ោង 7 ល្ងាចនេះ Will she be giving a presentation at 4 o'clock this afternoon តើនាងកំពុងតែធ្វើបទបង្ហាញមែនទេនៅម៉ោង 4 រសៀលនេះ Will they be taking their exams at this time next week តើពួកគេនឹងកំពុងតែប្រឡងមែនទេនៅម៉ោងនេះសប្តាហ៍ក្រោយ Will he be waiting at the doctor's office at this time tomorrow តើគាត់នឹងកំពុងតែរងចាំនៅឯការិយាល័យរបស់លោកដុកទ័រមែនទេនៅម៉ោងនេះថ្ងៃស្អែក Okay, that's all. And answer, you see, short answer, yes. For pronoun are you with the he should will. ចឹងបើ yes គឺ pronoun ទាំងអស់ដូចគ្នាទេហើយយើងដាក់បូកជាមួយនឹង auxiliary verb will ចឹងមក Example, yes I will, yes you will. Okay. Short answer ដូចគ្នា no គឺ subject មកហើយបូកជាមួយនឹង won't. Example, no I won't. No she won't. Okay. And we move to WA question form. We have the WA question plus will or shall plus subject plus be plus verb ing and object and then question mark. For example, where will he be waiting for me? តើគាត់នឹងកំពុងតែរងចាំខ្ញុំនៅកន្លែងណា Okay. How will he be traveling to the cinema? តើគាត់នឹងកំពុងតែធ្វើដំណើរទៅរោងកុនដោយរបៀបណា Who will be going with you តើនរណានឹងកំពុងតែទៅជាមួយអ្នក How many people will be attending in the meeting តើនឹងមានមនុស្សប៉ុន្មានអ្នកនឹងកំពុងតែចូលរួមនៅក្នុងការប្រជុំ What will she be wearing to the party តើនាងនឹងកំពុងតែស្លៀកពាក់អ្វីទៅកាន់ពិធីជប់លៀងនោះ Okay, everybody, thank you so much for paying attention to this video lesson, and that's all for the lesson today. So thank you so much. I hope to see you next time. Have a great day, everybody.